ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើន follower Facebook page ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យ Facebook page របស់បងប្អូនមានចំនួនអ្នក follower ច្រើនបងប្អូនអាចធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីមួយនេះចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link page របស់បងប្អូនអាច boost ឬក៏បង្កើនចំនួន follower បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីបើនិយាយអំពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គ្រប់សេវាកម្មទាំងអស់គឺសុទ្ធតែមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាត់ពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះហើយបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានបន្ទាប់មកបងប្អូនអូសមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនតើដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower post like post reaction page review post share video view Facebook comment like Facebook live stream view គឺមានទាំងអស់បងប្អូនដូច្នេះហើយបងប្អូនចង់ធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន follower page បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook page follower ដែលនៅខាងលើគេបង្អស់នេះបានហើយបន្ទាប់មកទៀតនោះគឺបងប្អូនអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា service ដែលនៅក្នុងនឹងផងដែរគឺវាមាន service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនវាមាន service ដូចជា Facebook page follower ដែលមានចំនួនពី 5k ទៅ 50k ក្នុងមួយថ្ងៃ service ខ្លះទៅមាន 10k ក្នុងមួយថ្ងៃ 250k ក្នុងមួយថ្ងៃហើយយ៉ាងតិចនោះគឺ 2 ទៅ 5k ក្នុងមួយថ្ងៃហើយរាល់ service ទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនបងប្អូនចំណែកឯ quality របស់ service ទាំងអស់គឺសុទ្ធតែធានាជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើ service មួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើ service មួយនឹងបានហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រើប្រាស់ទៅលើ service ដែលមានលេខកូដ4735គឺជា service ដែលនៅខាងលើគេបង្អស់បងប្អូនបន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើស service រួចរាល់ហើយបងប្អូនអូសមកក្រោមទៀតបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងដែលនៅត្រង់កន្លែង link នេះគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link page របស់បងប្អូនចូលដើម្បីទាញយក link page របស់បងប្អូនបានបងប្អូនចូលទៅកាន់ Facebook page របស់បងប្អូនជាមុនសិនមកហើយនៅលើ page របស់បងប្អូននឹងឃើញមានចំណុចត្រេះ3តូចៗដែលនៅត្រង់កន្លែងនេះបងប្អូនអាចចុចចូលទៅលើត្រេះ3តូចៗនឹងបានបន្ទាប់មកបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះហើយបងប្អូនអាចចុចចូលទៅលើពាក្យថា share profile ដែលនៅខាងលើនេះក៏បានឬក៏បងប្អូនអាចចុចចូលទៅលើពាក្យថា copy link ដែលនៅខាងក្រោមនេះតែម្ដងក៏បាននៅពេលដែលបងប្អូនបាន copy link page របស់បងប្អូនរួចរាល់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link page របស់បងប្អូនចូលបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន follower ដែលបងប្អូនចង់បង្កើនឬក៏បងប្អូនចង់ boost នៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10 follower ហើយយ៉ាងច្រើនរហូតដល់ 100000 follower បងប្អូនដូច្នេះហើយបងប្អូនអាចដាក់ចំនួន follower ដែលបងប្អូនចង់បង្កើននៅលើ page របស់បងប្អូនទៅតាមតម្រូវការរបស់បងប្អូនបានសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បងប្អូនគឺខ្ញុំដាក់ត្រឹមតែចំនួន10 follower នោះទេបងប្អូនហើយចំពោះឆាតដែលនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន follower ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំដាក់ត្រឹមចំនួន10 follower អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង $0.0074 ជាងក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួនច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាអាចនឹងកើនឡើងទៅតាមចំនួនដែលបងប្អូនបានដាក់នឹងដូចគ្នា
ឧបមាថាខ្ញុំបង្កើនចំនួន follower ពី10មក100ចឹងបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាកើនឡើងមក $0.074 ជាងវិញបងប្អូនកាន់តែបង្កើនចំនួន follower នៅខាងលើនឹងកាន់តែច្រើនតម្លៃសេវាកម្មនៅខាងក្រោមគឺវាកាន់តែកើនឡើងទៅតាមចំនួននឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួនប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេក៏តម្លៃសេវាកម្មនៅខាងក្រោមនឹងគឺវានឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន follower ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនចំណែកឯតម្លៃសេវាកម្មវិញគឺដោយដែលបងប្អូនបានឃើញអញ្ចឹងគឺវាពិតជាមានតម្លៃសមរម្យមែនទែនចំនួន 10000 follower តម្លៃសេវាកម្មគឺត្រឹមតែ$7ជាងតែប៉ុណ្ណោះបងប្អូនហើយរយៈពេល18នាទីដោយដែលបងប្អូនបានឃើញនេះវាគឺជារយៈពេលដំណើរការនៃការបូសចំនួន follower នៅលើ Facebook page របស់បងប្អូនគឺមានន័យថាបន្ទាប់ពី18នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន follower នៅលើ Facebook page របស់បងប្អូនកើនឡើងទៅតាមចំនួន follower ដែលបងប្អូនបានបូសហើយចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះវាគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link page របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនេះបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់ service ដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link Facebook page របស់បងប្អូនចំនួន follower ដែលបងប្អូនបាន boost និងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងហ្នឹងបានចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងលើនឹងអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល18នាទីឬក៏យូរជាងនេះតិចតួចទៅតាម service ដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន follower នៅលើ Facebook page របស់បងប្អូនកើនឡើងទៅតាមចំនួន follower ដែលបងប្អូនបានបូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុចចេញពី website នឹងវិញបានហើយសម្រាប់ការបង្កើនឬក៏ boost follower នៅលើ Facebook page ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនចំពោះវិធីធ្វើគឺងាយមិនមានអ្វីពិបាកទេបងប្អូនអាចធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតហើយប្រសិនបើបងប្អូនមានចម្ងល់ត្រង់កន្លែងណាមួយបងប្អូនអាចចូលទៅ comment នៅខាងក្រោមវីដេអូមួយនេះបានដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ